សួស្តីអ្នកទាំងអស់គ្នានៅក្នុងអេពីសូតនេះខ្ញុំនិយាយអំពីការគុំគួនក្នុងចិត្តរបស់ស្ដេចអ៊ីងចឹងជាមួយមាននឹងនគរចៅនៅក្នុងឆ្នាំ2028នគរឈីងវាយយកនគរចៅបានសម្រេចអ៊ីងចឹងធ្វើដំណើរទៅរាជធានីហានតាំងរបស់នគរចៅដោយខ្លួនឯងប៉ុន្តែមិនមែនទៅដើម្បីអបអរជ័យជំនះសង្គ្រាមទេគាត់ទៅដើម្បីសងសឹកអ៊ីងចឹងទៅរកអ្នកណាដែលធ្លាប់ធ្វើបាបគាត់និងម្ដាយគាត់កាលដែលគាត់នៅជាចំណាប់ខ្មាំងក្នុងទឹកដីនគរចៅអ៊ីងចឹងធំឡើងនៅក្នុងនគរចៅក៏ប៉ុន្តែដោយសារតែនគរចៅស្អប់នគរឈីងការរស់នៅរបស់គាត់គឺពិបាកខ្លាំងណាស់ការសងសឹកនេះធ្វើឲ្យយើងមើលឃើញថាអំណាចរបស់អ៊ីងចឹងទោះបីជាគាត់វាយយកបានទឹកដីទាំងមូលក៏ដោយក៏មិនអាចព្យាបាលរបួសផ្លូវចិត្តរបស់គាត់បានដែរស្ដេចមួយអង្គដែលមិនអាចលើកលែងឲ្យអតីតកាលរបស់ខ្លួនឯងបាននឹងក្លាយជាទាសករនៃអតីតកាលនោះបើយើងមើលពីសិទ្ធិអំណាចស្ដេចមួយអង្គដូចជាអ៊ីងចឹងគួរតែរស់នៅដោយមានសេរីភាពគាត់មានសិទ្ធិបញ្ជាកងទ័ពមានទ្រព្យសម្បត្តិជាអ្នកគ្រប់គ្រងច្បាប់ទាំងមូលក៏ប៉ុន្តែរាល់ការសម្រេចចិត្តរបស់អ៊ីងចឹងទាំងអស់គឺកំណត់ឡើងដោយអ្វីដែលកើតឡើងតាំងពីអតីតកាលការគុំគួនរបស់គាត់ជាមួយនឹងនគរចៅមុននឹងបន្តទៅមុខទៀតខ្ញុំសូមកាត់បន្តិចខ្ញុំចង់និយាយអំពីសៀវភៅដែលខ្ញុំកំពុងតែរៀបចំបោះពុម្ពផ្សាយគឺចំណងជើងវិភាគឈីងសុយហួងជាសៀវភៅដែលផ្ដោតទៅលើស្ដេចឈីងអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍តួអង្គម្នាក់នេះនឹងចូលចិត្តការវិភាគរបស់ខ្ញុំអាចកក់សៀវភៅនេះមុនបានឥឡូវនេះតម្លៃ$6ហើយសម្រាប់ការកក់អ្នកទាំងអស់គ្នាអាចឆាតទៅកាន់ Telegram ដែលខ្ញុំដាក់នៅក្នុង description ហើយនៅក្នុង comment នៅក្នុងរឿងចក្រភពឈីងអ៊ុញអញ្ចឹងស្បត់ថានឹងវាយកនគរចៅហើយសម្លាប់ចៅយៀនប៉ុន្តែចៅយៀនស្លាប់មុនរាងកាយរបស់អ៊ីងចឹងអង្គុយនៅលើរាជបល្ល័ង្កក៏ប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺជាប់ឃុំនៅក្នុងអតីតអ៊ីងចឹងគ្រប់គ្រងប្រជារាស្ត្ររាប់លាននាក់ក៏ប៉ុន្តែគាត់គេចមិនផុតពីអតីតកាលដែលកើតឡើងដោយសារតែមនុស្សប្រមាណអ្នកបានធ្វើមកលើគាត់សម្រាប់អ៊ីងចឹងការលើកលែងទោសឲ្យអ្នកដទៃមើលទៅហាក់ដូចជាស្ដេចទុនខ្សោយហើយការសងសឹកមើលទៅគឺជាតេស្តស្ដេចដែលខ្លាំងអញ្ចឹងហើយបានជាគាត់រើសយកការសងសឹកប៉ុន្តែការសងសឹករបស់អ៊ីងចឹងនេះប៉ះពាល់ដល់របៀបគ្រប់គ្រងរបស់គាត់បើយើងគិតមកមនុស្សសាមញ្ញធម្មតាវិញអ្នកដែលចងចាំគ្រប់ពាក្យមើលងាយពីអ្នកដទៃធ្វើឲ្យពួកគេរស់នៅដើម្បីអ្នកដទៃនៅពេលដែលចង់ធ្វើអ្វីមួយគឺមិនមែនគិតពីអនាគតទេបែរជាគិតពីអតីតកាលទៅវិញឧទាហរណ៍បុគ្គលិកដែលទៅធ្វើការហើយគាត់មិនអាចបំភ្លេចការរិះគន់របស់ថ្នាក់លើគាត់បានកាលពីមុនអញ្ចឹងគាត់ធ្វើការដោយគិតពីចំណុចហ្នឹងរហូតមិនថាក្រោយមកមានរឿងល្អកើតឡើងអីទេគាត់នៅតែរំលឹកឡើងវិញពីការរិះគន់ទាំងអស់ហ្នឹងហើយមិនអាចមានទំនាក់ទំនងជាមួយថ្នាក់លើខ្លួនឯងទេហើយមិនមែនតែបុគ្គលិកទេសូម្បីតែអ្នកចេញរកស៊ីខ្លួនឯងក៏ដោយឧទាហរណ៍ដូចជាអតីតមេក្រុមហ៊ុនខ្ញុំអញ្ចឹងដោយសារតែគាត់ពីមុនធ្វើការនៅក្រុមហ៊ុនគេផ្សេងគាត់លើកគំនិតទៅគេបដិសេធគំនិតគាត់អញ្ចឹងគាត់ចំណាយពេល10-20ឆ្នាំដើម្បីបង្ហាញថាគំនិតគាត់នឹងវាដើរត្រឹមត្រូវ10-20ឆ្នាំហើយអត់ទាន់ឃើញលទ្ធផលទេហើយគាត់អត់ទាន់បោះបង់ចោលទេការបង្កើតក្រុមហ៊ុនរបស់គាត់មិនមែនពឹងផ្អែកទៅលើអនាគតដែលគាត់មើលឃើញទេប៉ុន្តែគាត់ដោយសារតែគាត់ខឹងនឹងអតីតកាលពីមុនមកហើយខ្ញុំចាំច្បាស់ណាស់ពេលដែលប្រជុំហើយគាត់ខឹងខ្លាំងគាត់និយាយថាគាត់មិនមែនជាអ្នកបម្រើឬក៏មនុស្សដែលអន់ជាងអ្នកនៅក្រុមហ៊ុនចាស់គាត់ទេគាត់ប្រើពាក្យថា bitch កន្លែងហ្នឹងអញ្ចឹងអ្វីដែលឈីងសុយហួងឆ្លងកាត់មិនខុសគ្នាកាលពីអ្វីដែលយើងអាចនឹងឆ្លងកាត់ដែរនៅក្នុងការរស់នៅរបស់យើងចំពោះអតីតកាលអ្នកទាំងអស់គ្នាចង់ចាំតែមេរៀនបានហើយកុំចង់ចាំអ្វីដែលធ្វើឲ្យយើងឈឺចាប់បើមិនចឹងទេគឺយើងរស់នៅដោយការឈឺចាប់នឹងរហូតយើងចង់ចាំមេរៀនទៅគឺធ្វើឲ្យយើងឆ្លាតជាងមុនប្រយ័ត្នប្រយែងជាងមុនតែបើយើងចង់ចាំតែរឿងឈឺចាប់នឹងយើងខ្លាយទៅជាទាសកររបស់គេអង្គុយនឹកឃើញគេអ្នកខ្លះដល់ថ្នាក់ដេកយល់សពឃើញគេមកប្រមាថឬក៏ធ្វើបាបខ្លួនឯងទៀតឥឡូវសាកគិតមើលថាហេតុអីបានជាអ្នកដែលមានអំណាចដូចជាឈីងសុយហួងមិនអាចរើសខ្លួនរួចពីការគុំគួនគ្នាបែបហ្នឹងខ្ញុំគិតថាចម្លើយគឺដោយសារតែអំណាចមិនមែនជាវត្ថុដែលអាចព្យាបាលការគុំគួននឹងទេអំណាចមានតែធ្វើឲ្យយើងកាន់តែគុំគួនលើសដើមពីព្រោះអំណាចមិនផ្លាស់ប្ដូរមនុស្សឲ្យចេញផុតពីធាតុពិតរបស់ខ្លួនឯងទេគឺពង្រីកធាតុពិតនឹងឲ្យមើលឃើញកាន់តែច្បាស់បើសិនជាមនុស្សនឹងជាមនុស្សគុំគួនស្រាប់ពេលមានអំណាចគឺកាន់តែគុំបើសិនជាមនុស្សនឹងមានការធ្វេសប្រហែសច្រើនពេលដែលមានអំណាចក៏នៅតែធ្វេសប្រហែសដែរអាចនឹងធ្វេសប្រហែសលើសដើមទៀតហើយខ្ញុំប្រើពាក្យថាមានអំណាចនេះគឺក្តោបទាំងអស់ការដែលយើងមានទ្រព្យសម្បត្តិច្រើនជាងមុនការដែលយើងទទួលជោគជ័យច្រើនជាងមុនមានគេស្គាល់ច្រើនជាងមុនមានឥទ្ធិពលជាងមុនអាការរបស់ទាំងអស់នេះមិនបានធ្វើឲ្យចំណុចអវិជ្ជមានក្នុងខ្លួនយើងនឹងវាបាត់ទៅណាទេក្នុងករណីរបស់ឈីងសុយហួងគឺការគុំគួនរបស់គាត់អត់បាត់ទៅណាទេនៅក្នុងរឿងចក្រភពឈីងភាគ4នៅដើមរឿងពេលដែលឈីងសុយហួងឡើងជណ្ដើរមកគឺគាត់និយាយថាប្រជារាស្ត្រគាត់ទាំងអស់នឹងគួរតែសប្បាយចិត្តទៅដោយសារតែការគ្រប់គ្រងគាត់នឹងធ្វើឲ្យពួកគេរស់នៅស្រួលសម្ដីនេះមិនមែនជាការបិទទេមិនមែនប្រជារាស្ត្រទាំងអស់នៅក្រោមរាជការឈីងរស់នៅសុខស្រួលទេ
ប្រជារាស្ត្រដូចជានៅក្នុងនគរចៅនៅក្នុងនគរឈូសុទ្ធតែរងទុក្ខពីព្រោះនគរទាំងពីរនេះគឺខុសគ្នាពីសត្រូវរបស់នគរឈិងជាសត្រូវរបស់ឈិងស៊ុយហួងអញ្ចឹងមូលហេតុទី1គឺអំណាចមិនមែនជាវិធីព្យាបាលរបួសប្រភេទមូលហេតុទី2ដោយសារតែការគុំគួននេះគឺជារឿងអារម្មណ៍បើសិនជាវាជារឿងអារម្មណ៍យើងអាចរំលឹកឡើងវិញម្ដងហើយម្ដងទៀតជួនកាលយើងភ្លេចបាត់ហើយថាគេធ្វើអីខ្លះដាក់យើងគេនិយាយអ្វីខ្លះដាក់យើងប៉ុន្តែយើងនៅតែមានអារម្មណ៍ឈឺចាប់ខឹងជាមួយអាការដែលគេធ្វើដាក់យើងនឹងខ្ញុំឧទាហរណ៍ចុះថាកូនក្មេងដែលគាត់ទៅរៀនហើយត្រូវមិត្តរួមថ្នាក់ប៊ូលីគាត់ពេលដែលគាត់នៅក្មេងគឺគាត់មិនចាំទាំងស្រុងទេប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាខ្មាស់គេពេលដែលត្រូវគេប៊ូលីនៅក្នុងថ្នាក់មានអារម្មណ៍ថាមិនអាចជួយខ្លួនឯងបានខ្មាស់ខ្លួនឯងអារម្មណ៍នឹងនៅជាមួយក្មេងនឹងតើតែគាត់រកវិធីដើម្បីចាត់ការវាចេញឲ្យឆ្ងាយអញ្ចឹងឈិងស៊ុយហួងនៅក្នុងនគរចៅពេលដែលគាត់នៅក្មេងក៏គាត់ទទួលអារម្មណ៍បែបនឹងដែរបញ្ហាមិនមែនឈិងស៊ុយហួងអត់មានអំណាចទេបញ្ហាគឺគាត់មិនអាចដោះស្រាយអារម្មណ៍នឹងឲ្យវាទៅបាត់បើសិនជាចៅយានដែលជាកូនស្ដេចនគរចៅនៅពេលហ្នឹងដាល់ឈិងស៊ុយហួងម្ដាយឈិងស៊ុយហួងដាល់ចៅយានម្ដាយវិញអត់មានការគុំគួនគ្នាទេពីព្រោះវាយទៅវាយមកបើសិនជាចៅយានមកប្រមាថឈិងស៊ុយហួងដល់មុខផ្ទះឈិងស៊ុយហួងទៅប្រមាថចៅយានដល់មុខផ្ទះវិញដូចគ្នាអត់មានការគុំគួនគ្នាទេស្អប់គ្នាប៉ុន្តែមិនមានការគុំគួនទេក៏ប៉ុន្តែដោយសារតែអ្វីដែលចៅយានធ្វើដាក់គាត់ដូចជាការចង់ធ្វើឃាតគាត់ពេលដែលគាត់បំរុងនឹងចាក់ចេញពីនគរចៅហើយឈិងស៊ុយហួងមិនអាចធ្វើអ្វីបានទើបคล้ายទៅជាការគុំគួនคล้ายទៅជាអារម្មណ៍ដែលគាត់មិនអាចបំភ្លេចបាននេះជាគំនិតរបស់ខ្ញុំទេក្រោយពេលដែលគាត់បញ្ចេញកំហឹងគាត់សងសឹកទៅលើមនុស្សនៅនគរចៅហើយក៏ឈិងស៊ុយហួងមិនរំសាយអាការគុំគួននឹងដែរពីព្រោះការសងសឹកមិនអាចផ្លាស់ប្ដូរអតីតកាលបានទេបើយើងវិភាគតាមសាច់រឿងគ្រូរបស់គាត់ដែលស្លាប់មុនពេលដែលគាត់ចាក់ចេញនឹងក៏មិនអាចរស់ឡើងវិញកើតដែរហើយឈិងស៊ុយហួងខ្លួនឯងក៏មិនបានធូរចិត្តអ្វីលើសំណាលពេលដែលគាត់ចូលមកកំទេចអ្នកនៅនគរចៅដែរការប្រមាថរបស់គាត់នៅតែកើតឡើងក្នុងខួរក្បាលគាត់ដដែលអញ្ចឹងហើយធ្វើឲ្យឈិងស៊ុយហួងនេះបន្តរកសត្រូវថ្មីទៀតមកជំនួសកន្លែងចៅយានឬក៏អ្នកនៅនគរចៅពីព្រោះគាត់អត់ទាន់អស់ចិត្តទេប៉ុន្តែសត្រូវគាត់ដែលគាត់ស្អប់នឹងទៅបាត់ហើយអញ្ចឹងគាត់រកអ្នកផ្សេងមកជំនួសទៀតអញ្ចឹងតើអ្នកណាគឺប្រជារាស្ត្រដែលនៅក្រោមនគរផ្សេងកាលពីមុនចុងក្រោយមុននឹងបញ្ចប់អេពីសូតនេះទៅខ្ញុំចង់លើកជាគំនិតមួយក្នុងនាមជាអ្នកដឹកនាំត្រូវមានជ័យជំនះពីរយ៉ាងទី1គឺជ័យជំនះនៅខាងក្រៅលើសត្រូវខ្លួនឯងអីហ្នឹងមួយទៀតគឺជ័យជំនះលើខ្លួនឯងត្រូវយកឈ្នះអតីតកាលរបស់ខ្លួនឯងឬក៏អារម្មណ៍គុំគួនអីដែលឈិងស៊ុយហួងមាននឹងអាការយកឈ្នះទី1គឺដើម្បីឲ្យគេមើលឃើញដើម្បីយើងមានធនធានធ្វើអីបន្តទៀតអាទី2ដើម្បីឲ្យខ្លួនយើងនឹងពេញចិត្តជាមួយជ័យជំនះទី1បើសិនជាយើងអត់យកឈ្នះខ្លួនឯងទេទោះបីជាយើងឈ្នះនៅខាងក្រៅច្រើនដងក៏ដោយក៏យើងអត់សប្បាយចិត្តដែរដូចឈិងស៊ុយហួងអញ្ចឹងកាន់តែឈ្នះកាន់តែភ័យខ្លាចកាន់តែសង្ស័យអ្នកដទៃអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូតនេះសម្រាប់អ្នកទាំងអស់គ្នាដែលចង់កក់សៀវភៅវិភាគឈិងស៊ុយហួងដែលខ្ញុំកំពុងតែរៀបចំអាចឆាតទៅកាន់ Telegram របស់ខ្ញុំបាន Telegram វិភាគរឿងខ្ញុំនឹងដាក់ link នៅក្នុង comment ហើយនៅក្នុង description នៅក្នុងសៀវភៅនេះមាននិយាយអំពីប្រវត្តិរបស់ឈិងស៊ុយហួងការវិភាគពីខ្សែជីវិតរបស់គាត់និងមនុស្សជុំវិញខ្លួនមេរៀនដែលយើងអាចរៀនបានពីឈិងស៊ុយហួងហើយនឹងចំណុចចុងក្រោយគឺតាក់ទងសម្រាប់មនុស្សប្រុសគំនិតខ្លីៗសម្រាប់មនុស្សប្រុសអរគុណបើសិនជាមានសំណួរអាចចូលមក comment នៅខាងក្រោមបាន